ចេញពីភូមិអ្នកនេសាទដ៏តូចមួយតែបូដូក្លីមមានសមត្ថភាពដែលធ្វើឲ្យក្រុមយក្សនៅអឺរ៉ុបខ្លាចរអាជំរាបសួរខ្ញុំកូនណានមាសជួបគ្នាមួយចាស់នៅក្នុងវីដេអូថ្មីចានាវេលាម៉ោង2រំលងអាជីពជុំនេះបើគិតមកនៅក្នុងប្រទេសកម្ពុជាគឺមានការប្រកួតជើងទី1វគ្គពាក់កណ្ដាលប្រាច់ព្រាត់ពានរង្វាន់លីកទី2របស់អឺរ៉ុបគឺ UEFA Europa League ដែលមានជំនួបរវាង Atletico ពីក្របខ័ណ្ឌរបស់អេស្ប៉ាញជាមួយនឹង Manchester United មកពីក្របខ័ណ្ឌរបស់ប្រទេសអង់គ្លេសខណៈដែល Tottenham Hotspur មកពីអង់គ្លេសដែរត្រូវប្រកួតជាមួយនឹង Bodo Glimt មកពីក្របខ័ណ្ឌរបស់ប្រទេស Norway ចាខ្ញុំសូមមិនវិភាគនោះទេទុកឲ្យលោកអ្នកនាងជាអ្នកសម្រាប់ចិត្តខ្លួនឯងទៅព្រោះថាក្នុងសប្តាហ៍នេះពីប្រកួតនៅ Champions League ហាក់ដូចជាគិតខុសទាំងពីរទេគិតខុសមួយត្រូវមួយអញ្ចឹងសូមអត់វិភាគអីសម្រាប់ការប្រកួតនេះគ្រាន់តែខ្ញុំចង់យកវេលានេះសរសើរអំពីក្រុម Bodo Glimt ដែលក្រុមមួយនេះតូចមែនក៏ប៉ុន្តែគឺមានសមត្ថភាពកើនកម្រិតឡើងមិនធម្មតានោះទេ Bodo Glimt គឺជាក្រុមមកពី Norway ដំបូងគេបង្អស់ដែលបានឡើងដល់វគ្គពាក់កណ្ដាលប្រាច់ព្រាត់ពានរង្វាន់លីកនៅអឺរ៉ុបទោះបីជាក្រុមនេះកើតចេញពីទីក្រុងនេសាទដែលមានប្រជាជនតែជាង 50,000 នាក់ដែលតិចទាំងជាងចំនួនកៅអីនៅកីឡដ្ឋានរបស់ Tottenham Hotspur ផងហើយបើគិតពីកីឡដ្ឋានរបស់ក្រុម Bodo Glimt វិញគឺអាចផ្ទុកអ្នកទស្សនាបានតែជាង 8,000 នាក់ដែលតិចជាងទាំងចំនួនផ្ទុកអ្នកទស្សនានៅតាមកីឡដ្ឋានក្លឹបបាល់ទាត់មួយចំនួនក្នុងប្រទេសកម្ពុជាយើងផងដែរចា Bodo Glimt នេះទៅតែចាប់ផ្ដើមមានឈ្មោះនៅលីករបស់ប្រទេស Norway ហ្នឹងពីឆ្នាំ2018មកព្រោះថាគេទៅតែបានឡើងមកលេងនៅលីកកំពូលរបស់ Norway នេះពេលនោះនៅលីកកំពូលរបស់ Norway ទៀតសោតពេលដំបូងគឺ Bodo Glimt នឹងប៊ីសតែធ្លាក់ទៅលីកទី2វិញក៏ប៉ុន្តែពួកគេបានប្រឹងទប់ទល់រហូតបានលើកពានលីកកំពូលរបស់ Norway ជាលើកដំបូងនៅក្នុងឆ្នាំ2020ហើយក៏បន្តភាពខ្លាំងក្លាខ្លាយជាជើងឯកនៅក្នុងឆ្នាំ2021 2023និង2024បើនៅលីកអឺរ៉ុបវិញក្រុមតូចមួយនេះធ្លាប់មានប្រវត្តិធ្វើឲ្យគ្រូបង្វឹកឆ្នើមម្នាក់ចុកចាប់ជាខ្លាំងតែម្ដងកាលពីវគ្គក្នុងពូល UEFA Conference League កាលពីឆ្នាំ2021នោះគឺ Bodo Glimt បានយកឈ្នះទៅលើ AS Roma ដែលពេលនោះដឹកនាំដោយលោកគ្រូ Jose Mourinho ក្នុងលទ្ធផលរហូតដល់ទៅមួយប្រកួត6-1ដែលនេះគឺជាកំណត់ត្រាអាក្រក់បំផុតរបស់លោក Jose Mourinho ដែលដឹកនាំជាង 1000 ប្រកួតទៅហើយគឺមិនដែលមានក្រុមណាទម្លុះតំណែងទីកូនក្រុមរបស់គាត់ដល់ទៅ6គ្រាប់នោះទេលុះពេលដែលដល់ Conference League ក្នុងឆ្នាំ2022 Bodo Glimt នេះបានទម្លាក់ក្រុមពី Scotland Celtic ដែលពេលនោះដឹកនាំដោយគ្រូបង្វឹក Spurs បច្ចុប្បន្ននេះគឺលោក Postecoglou ក្នុងលទ្ធផលទាំងពីរជើង5-1អញ្ចឹងមានន័យថា Bodo Glimt ធ្លាប់មានប្រវត្តិយកឈ្នះអតីតគ្រូបង្វឹករបស់ Spurs ហើយនិងគ្រូបង្វឹករបស់ Spurs ក្នុងពេលបច្ចុប្បន្ននេះពេលឡើងមកលេងនៅ Europa League នេះរដូវកាលនេះវិញ Bodo Glimt បានបង្កឲ្យមានការភ្ញាក់ផ្អើលកាន់តែខ្លាំងថែមទៀតព្រោះថាបានទម្លាក់ក្រុមខ្លឹមជាច្រើនដូចជា Twente កាលពីវគ្គជម្រុះ knock out រួចហើយក៏បានទម្លាក់ Olympiacos នៅក្នុងវគ្គ16ក្រុមនិងជាពិសេសបំផុតនោះគឺបានទម្លាក់ Lazio នៅក្នុងវគ្គ8ក្រុមយ៉ាងមិនគួរឲ្យជឿទោះបីជាប្រផិតប្រផៅក៏ដោយក៏ប៉ុន្តែគឺពិបាកជឿណាស់ថា Bodo Glimt ជាអ្នកទម្លាក់ Lazioអ្វីដែលគួរឲ្យកត់សម្គាល់គឺ Bodo Glimt បានចាប់ផ្ដើមប្រែប្រួលតាំងពីបានតែងតាំងលោក Kjetil Knutsen ពីឆ្នាំ2018រហូតដល់ឥឡូវលោកគ្រូបង្វឹកវ័យ56ឆ្នាំដែលមានប្រវត្តិការងារតែជាមួយក្លឹបនៅក្នុងប្រទេស Norway នេះពិតជាបានជួយជ្រោមជ្រែង Bodo Glimt ឲ្យពិភពអឺរ៉ុបខ្លាចក្រុមមួយនេះទោះបីជាក្រុមមួយនេះមិនមានកីឡាករដែលពោពេញទៅដោយតម្លៃខ្លួនខ្ពស់អ្វីក៏ដោយចាប់ Bodo Glimt បង្រៀនយើងឲ្យបានឃើញថាមិនអាចមើលស្រាលក្រុមតូចនោះទេស្រមោចពេលខ្លះក៏អាចឈ្នះសត្វដំរីបានដែរចាវីដេអូក្នុងថ្ងៃនេះមានតែប៉ុណ្ណឹងអរគុណច្រើនយើងនឹងជួបគ្នាបន្តនៅក្នុងវីដេអូក្រោយសូមជម្រាបលា